ហេតុអីបានជាការលក់ភាគច្រើនបរាជ័យចាជំរាបសួរមនុស្សភាគច្រើនគាត់គិតថាការលក់បរាជ័យហ្នឹងព្រោះតែអ្នកលក់មិនល្អគ្រប់គ្រាន់ហើយពួកគេគិតថាដំណោះស្រាយគឺត្រូវជំរុញ sale ឲ្យកាន់តែខ្លាំងលើកទឹកចិត្តបន្ថែមឬក៏ជួលមនុស្សថ្មីសម្រាប់ត្រៀមជំនួសពួកគាត់ប៉ុន្តែតាមបទពិសោធន៍របស់ខ្ញុំទាំងអស់ហ្នឹងវាកម្រថាជាបញ្ហាពិតណាជាងថ្ងៃនេះខ្ញុំចង់បញ្យល់ពីមូលហេតុដែលការលក់ភាគច្រើនបរាជ័យហើយ how the right system can fix it តាមរយៈបទពិសោធន៍ខ្ញុំធ្វើការផ្នែកលក់និង business operation ជាច្រើនឆ្នាំខ្ញុំបានឃើញច្រើនដងហើយភាគច្រើនការគាត់ផ្ដោតលើបុគ្គលច្រើនពេកពួកគេតែងបន្ទោសលទ្ធផលទៅលើអាកប្បកិរិយាជំនាញឬក៏ការផឹងប្រេងអញ្ចឹងណាប៉ុន្តែការពិតសូម្បីតែអ្នកលក់ខ្លាំងយ៉ាងណាក៏ដោយក៏អត់អាចស៊ូបានដែរនៅពេលដែលយើងអត់មាន sales structure គេពីចឹងយើងនិយាយពីរបៀប sales framework implementation ណាអញ្ចឹងបើអត់មាន clear process នឹងទេperformance យើងនឹងក៏អត់ consistent ដែរវាធ្វើយើងអត់អាចទូទាយឬប៉ាន់ស្មានបានណាអញ្ចឹងការលក់មិនមែនគ្រាន់តែជាទេពកោសលមួយមុខទេតែវាគឺអំពីការងារផ្នែកលក់ថាតើត្រូវធ្វើដោយរបៀបម៉េចការលក់ភាគច្រើនបរាជ័យដោយសារតែហេតុផលសាមញ្ញបំផុតมันមានអតិថិជនគោលដៅច្បាស់លាស់มันមានជំហានលក់ជាស្តង់ដារមួយហើយចំណែក follow up វិញគឺអាស្រ័យទៅលើទម្លាប់ផ្ទាល់ខ្លួនហើយតំណែងរវាង sale ជាមួយ operation ហើយនឹង support team ហ្នឹងគឺអត់ clear អញ្ចឹងនៅពេលដែលមនុស្សគ្រប់គ្នាគាត់ធ្វើការខុសគ្នាលទ្ធផលគឺអាស្រ័យទៅលើសំណាង not in control អញ្ចឹងវាបង្កើតភាពតានតឹងសម្រាប់អ្នកលក់ហើយក៏មានការខកចិត្តចំពោះការគ្រប់គ្រងផងដែរខ្ញុំសូមចែកបទពិសោធន៍ពិតមួយខ្ញុំធ្លាប់ធ្វើការជាមួយក្រុមលក់នៅស្ថាប័នមួយអញ្ចឹងផលិតផលហ្នឹងមានការប្រកួតប្រជែងហើយធីមក៏មានបទពិសោធន៍ច្រើនដែរប៉ុន្តែលទ្ធផលគឺខ្សោយដំបូងឡើយអ្នកគ្រប់គ្រងគាត់ជឿថាបញ្ហាហ្នឹងគឺមកពី sales performance ហើយពួកគាត់គិតទៅពីចង់ថាឲ្យ sales team ហ្នឹងពុះឲ្យកាន់តែខ្លាំងច្រើនឡើងអញ្ចឹងណាតែនៅពេលដែលយើងពិនិត្យមើលសារភាពឲ្យស៊ីជម្រៅទៅយើងឃើញថាបញ្ហាពិតប្រាកដមួយហ្នឹងគឺអត់មាន sale workflow system អញ្ចឹង sale ម្នាក់គឺធ្វើការទៅតាមរបៀបពួកគាត់អត់មានការផ្ដោតទៅលើអតិថិជនណាមួយច្បាស់លាស់អត់មាន standard process អត់មាន follow up discipline អញ្ចឹងនៅពេលដែលយើងជំនួសការជំរុញមនុស្សគឺយើង fix ទៅលើ structure ហ្នឹងវិញអញ្ចឹងយើងកំណត់គោលដៅអតិថិជនត្រឹមត្រូវហើយយើង create a simple standard sale flow ហើយយើង align communication រវាង sale និង operation ឲ្យនៅ the same page អញ្ចឹងយើងអត់ចាំបាច់ត្រូវរកជួបបុគ្គលិកថ្មីជារឿយៗឬក៏យើងត្រូវ increase pressure too much ទេចឹងបន្ទាប់ពី2ខែក្រោយមកយើងពិតជាឃើញថាលទ្ធផលហ្នឹងវា change មែនហើយ sale conversion rate ហ្នឹងក៏ improve ជាងមុនដែរចំណែក sale team ហ្នឹងកាន់តែធ្វើការដោយមាន confident ណាទំនុកទុកចិត្តកាន់តែកើនជាងមុនជាងធ្វើឲ្យ management ក៏គាត់មើលឃើញច្បាស់ហើយគ្រប់គ្រងបានល្អទៀត sale ទាំងអស់អាចសម្រេចលទ្ធផលបាននិងមានស្ថិរភាពជាប់លាប់ជាងមុនដោយសារតែមានការអនុវត្តទៅតាម sale workflow system ហ្នឹងបានជាប់លាប់ហើយត្រឹមត្រូវអញ្ចឹង this is why ខ្ញុំតែងតែនិយាយថា sales success is not only about talent but it's about structure បើសិនជាយើងចង់បាន sell sustainable result យើងត្រូវមើលនិង fix the system first អញ្ចឹងអ្នកទាំងអស់គ្នាដើម្បីគ្រប់គ្រងការ sell របស់យើងឲ្យ consistent ហ្នឹងអ្នកទាំងអស់គ្នាត្រូវគួរតែបង្កើតគេហៅថា standard internal sales framework implementation នៅតាមកន្លែងយើងធ្វើការស្ថាប័នរបស់យើងដែលយើងគ្រប់គ្រងរៀងៗខ្លួនហ្នឹងបើសិនជាអ្នកទាំងអស់គ្នាឆ្ងល់ឬក៏ចង់ comment សួរទៅលើវីដេអូខ្ញុំបន្ថែមទាក់ទងជាមួយនឹងលក់ឬក៏អីផ្សេងទៀតអ្នកទាំងអស់គ្នាអាច comment នៅក្នុងវីដេអូនឹងបានខ្ញុំនឹងមើលដើម្បីសម្រងមើលថាតើវីដេអូទី2របស់ខ្ញុំនឹងគួរលើកឡើងទៅលើពីអត្ថបទអីគេប៉ុន្តែ it's all about business sale ការគ្រប់គ្រងអីទូទៅនិង people ចាអញ្ចឹងអរគុណអ្នកទាំងអស់គ្នាបាយបាយ